អ្នកសេដ្ឋកិច្ចកម្ពុជាបានទូទាយថាតម្លៃប្រេងឥន្ធនៈលក់រាយក្នុងប្រទេសអាចនឹងបន្តហក់ឡើងបន្តទៀតស្របពេលដែលតម្លៃប្រេងឆៅបានស្ទុះឡើងពី$80ក្នុងមួយធុងបារ៉ែលដល់$115នៅថ្ងៃច័ន្ទនេះកាលពីថ្ងៃអាទិត្យរដ្ឋាភិបាលបានសម្រេចឲ្យស្ថានីយ៍លក់រាយនៅទូទាំងប្រទេសតម្លើងថ្លៃមុនថ្ងៃកំណត់ក្រោយពីតម្លៃប្រេងឡើងថ្លៃនៅក្រុមហ៊ុនបោះដុំនិងដោយសារមានស្ថានីយ៍ប្រេងមួយចំនួនបិទទ្វារដើម្បីជៀសវាងការខាត់បងនិងដោយសារការបញ្ជាទិញប្រេងមិនបានតម្លៃប្រេងថ្មីគឺ$4,400រៀលនៅក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតានិង$5,150រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតប្រេងឥន្ធនៈទាំងពីរប្រភេទបានឡើងថ្លៃ$550រៀលដល់$1,300រៀលនៅក្នុង1លីត្រតម្លៃប្រេងសាំងស៊ូពែមិនទាន់មានការកំណត់តម្លៃថ្មីនៅឡើយទេលោកបណ្ឌិតច័ន្ទសុផលអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យនិងលោកបណ្ឌិតជ័យតិចអ្នកជំនាញសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រនយោបាយបានវាយតម្លៃដូចគ្នានៅពេលដែលតម្លៃធម្មពលបន្តកើនឡើងតម្លៃប្រេងម៉ាស៊ូតនៅកម្ពុជាអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតពលគឺអាចឡើងថ្លៃដល់ជាង$6,000រៀលក្នុង1លីត្រនៅថ្ងៃខាងមុខមានន័យថាឡើងថ្លៃជាង$2,000រៀលក្នុង1លីត្រអ្នកជំនាញសេដ្ឋកិច្ចទាំងពីររូបនេះបានលើកឡើងថាមូលហេតុនៃការឡើងថ្លៃប្រេងជាសកលនេះដោយសារតែការអូសបន្លាយនៃសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់សង្គ្រាមនេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រេងជាច្រើនកន្លែងនិងបានរាំងខ្ទប់ចរាចរណ៍ប្រេងរបស់ពិភពលោកតាមច្រកហូម៉ូមានការរាំងស្ទះលោកបណ្ឌិតជ័យតិចបានផ្ដល់យោបល់ថាក្នុងកលៈទេសៈនៃវិបត្តិប្រេងនេះវិស័យរដ្ឋនិងឯកជនគួរតែកាត់បន្ថយថ្ងៃធ្វើការនៅកន្លែងផ្ទាល់ដោយធ្វើការពីផ្ទះឬតាមអនឡាញដោយសម័យ COVID-19 ដើម្បីកាត់បន្ថយការចំណាយលើមធ្យោបាយធ្វើដំណើរមុនការសម្រេចឲ្យលក់តម្លៃថ្មីស្ថានីយ៍ប្រេងឥន្ធនៈលក់រាយមួយចំនួនបានបិទទ្វារនិងស្ថានីយ៍មួយចំនួនទៀតបានលក់តម្លើងថ្លៃជាលក្ខណៈឯកជននៅថ្ងៃច័ន្ទនេះក្រសួងពាណិជ្ជកម្មនិងក្រសួងរាយនិងថ្មពលបានចាត់តាំងមន្ត្រីចុះទៅពិនិត្យទីតាំងស្ថានីយ៍និងដេប៉ូលក់ប្រេងឥន្ធនៈសរុបចំនួនជាង500ទីតាំងនៅទូទាំងរាជធានីខេត្តដើម្បីណែនាំឲ្យស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះធានាការលក់ក្នុងតម្លៃតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវអាដាមគឹមមាសសុកសេហាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបនៃក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រាប់បណ្ដាញព័ត៌មាន AMS ថាក្នុងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី6ដល់ថ្ងៃទី8ខែមីនាឆ្នាំ2026មន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យស្ថានីយ៍ប្រេងចំនួន6ទីតាំងក្នុងខេត្តសៀមរាបបាត់ដំបងកំពង់ធំនិងខេត្តកំពង់ចាមដែលសង្ស័យលក់តម្លើងថ្លៃមិនអនុលោមតាមក្រសួងពាណិជ្ជកម្មប៉ុន្តែពេលមន្ត្រីចុះទៅដល់ទីតាំងទាំងនោះបានបិទទ្វារក្រោមហេតុផលថាអស់ស្តុកមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានខបសហការជាមួយនឹងមន្ត្រីមន្ទីរពាណិជ្ជកម្មរាយធម្មពលមន្ទីរពាណិជ្ជកម្មហ្នឹងគឺនឹងបន្តតាមដានទៀតតើអ្នកឯងពិតជាអស់ស្តុកមែនឬក៏ចាំគេចំណេញឱកាសស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងរាជធានីភ្នំពេញត្រូវផាកពិន័យចំនួន4លានរៀលកាលពីថ្ងៃអាទិត្យដោយសារតែបានលក់ឡើងថ្លៃមុនការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលនេះបើតាមអាដាមគឹមមាសសុកសេហាយោងតាមក្រសួងពាណិជ្ជកម្មនៅទូទាំងប្រទេសកម្ពុជាមានស្ថានីយ៍ប្រេងឥន្ធនៈសរុបចំនួន5,162និងមានស្ថានីយ៍ឧស្ម័នឥន្ធនៈចំនួន179ទីតាំងអស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង